ទៅស្ដាប់ចម្លើយសារភាពរបស់អាឃាតកររោគចិត្តវាបានសារភាពប្រាប់ទៅកាន់ប៉ូលីសថាកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ជនរងគ្រោះបានមកទារប្រាក់ពីម្ដាយរបស់ខ្លួនប៉ុន្តែម្ដាយមិននៅបន្ទាប់មកខ្លួនក៏បានលួងលោមជនរងគ្រោះឲ្យចូលទៅខាងក្នុងផ្ទះរួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខនិងវាយសម្លាប់ហើយក៏បានរំលោភជនរងគ្រោះក្រោយមកក៏យកសាកសពទៅកប់តែម្ដងណែចំណុចនេះអត់ស៊ីគ្នាសោះនេះឮថានៅក្នុងផ្ទះអត់មានម្ដាយនៅផងហ្នឹងបើតាមសាកសីដែលគាត់ដោយថាផ្ដាល់បទសម្ភាសឲ្យជាពិសេសម្ដាយជនរងគ្រោះតែម្ដងគាត់ថាផ្ទះហ្នឹងអត់មានមនុស្សនៅផងនៅតែវាម្នាក់ឯងហើយវាអ្នកទៅបបួលជនរងគ្រោះពីកន្លែងលាងម៉ូតូហៅថាម៉ែចង់ខ្ចីលុយវាអ្នកលួងលោមមកខ្លួនឯងសោះវាថាជនរងគ្រោះហ្នឹងដើរចូលទៅផ្ទះវាទៅទាលុយម៉ែវាអានេះចេះឆ្លើយហ្មងនេះចេះឆ្លើយហ្មងប៉ុន្តែវាសារភាពត្រង់ដែលចំណុចមួយនេះវាមានភាពបញ្ញាញ៉ៃបងប្អូនខ្ញុំពិបាកដល់ពេលវានិយាយត្រឡប់ត្រឡិនអញ្ចឹងយើងគួរជឿខាងណាអ្នកគ្រូពេទ្យចាអ្នកគ្រូពេទ្យដែលកសលវិច័យហ្នឹងមាន2នាក់ចាឮថាគាត់កសលវិច័យទៅអត់មានរំលោភទេមែនទេបងប្អូនដំបងព័ត៌មានចេញមកថារំលោភត្រូវអត់ដោយសារអីយើងឃើញថាស្រាតខោសាកសពអត់មានខោទេហើយសណ្ដានសងខាងរបស់សាកសពហ្នឹងជាប់មកហើយអញ្ចឹងយើងសន្និដ្ឋានថារំលោភពីព្រោះអីអត់មានខោក៏ប៉ុន្តែកសលវិច័យរួចប្រាប់ថាអត់រំលោភទេណ៎អញ្ចឹងយើងក៏អាប់ដេតព័ត៌មានម្ដងទៀតថាអត់រំលោភទេមែនទេបងប្អូនទាំងអស់គ្នាដែលតាមដានរឿងហ្នឹងសិតដឹងទាំងអស់គ្នាហើយឥឡូវឃាតករវាថាវាបានរំលោភឥឡូវមិនក៏អញ្ចឹងទៅអញ្ចឹងក៏អញ្ចឹងទៅប៉ុន្តែអ្វីដែលខ្ញុំចង់និយាយពេលនេះគឺខ្ញុំពិតជាស្ងើចសរសើរដល់កងកម្លាំងខ្លាំងមែនទែនបងប្អូនមើលតែរូបភាពទៅដឹងហើយមិនស្រួលទេណាទៅចាប់វាដល់ក្នុងព្រៃក្នុងផ្សៃប្រផាប់ប្រភិញវារត់ចូលទៅក្នុងចំការចេកផងចំការស្វាយផងហើយគាត់អាចតាមដានដឹងថាវាទៅសង្ងំនៅក្នុងព្រៃស្ដុកបែបហ្នឹងអញ្ចឹងក្រោយពេលដែលហេតុការណ៍កើតឡើងគឺអនុវត្តតាមបទបញ្ជារបស់អាដាមស្នេហ៍តូហ៊ុនកំជាតិប្រធាននាយកដ្ឋានកណ្ដាលនៃនគរបាលយុតិធធម៌និងលោកអាដាមស្នេហ៍ឯកងេងជួរប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកអាដាមស្នេហ៍ត្រីហ៊ុនមនីរតវរៈស្នេហ៍ឯកហែមបូណានិងវរៈស្នេហ៍ឯកឆាន់គឹមលីអនុប្រធាននាយកដ្ឋានបានដឹកនាំសហការជាមួយនឹងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនិងខេត្តបៃលិនបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនដែលជាឃាតកររូបនេះចាលុះថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនរូបនេះនៅខាងលើត្រង់ចំណុចលើភ្នំទ្រុកចាភ្នំទ្រុកស្ថិតក្នុងភូមិខ្លងសង្កាត់អូតាវ៉ៅក្រុងបៃលិនខេត្តបៃលិនអញ្ចឹងរឿងហេតុដែលបង្កការភ្ញាក់ផ្អើលនេះដោយបងប្អូនដឹងស្រាប់អញ្ចឹងគឺនៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025តែវាបានសម្លាប់នឹងតាំងពីថ្ងៃទី13ថ្ងៃទី14បានដឹងថាមនុស្សត្រូវបានស្លាប់អញ្ចឹងណាចាហើយករណីឃាតកម្មហ្នឹងគឺបង្កឡើងដោយអាឈួតមួយនេះឈ្មោះម៉នសីហាហៅឥណ្ឌាឈ្មោះក្រៅវាហៅឥណ្ឌាអញ្ចឹងណាភេទប្រុសនៅក្នុងរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌគឺនៅក្នុងភេទផ្លូវការគាត់ថាវានេះមានអាយុ19ឆ្នាំបងប្អូនចា